ការប្រគល់ភារកិច្ចក៏គេមើលមនុស្សដែរគេឲ្យសាកល្បងតើអ្នកនឹងមានសមត្ថភាពគ្រប់គ្រាន់អត់មានឆន្ទៈគ្រប់គ្រាន់អត់ចេះដឹកនាំការងារចេះសម្របសម្រួលធ្វើឲ្យសកម្មភាពជោគជ័យឬទេបើឲ្យការងារតូចប្រប៉ុណ្ណេះមិនទាន់ទៅរួចផងតើគេឲ្យធ្វើធំទេអត់គេយោគយល់ប៉ុន្តែគេមិនបំផ្លាញផលប្រយោជន៍ខ្លួនគេព្រោះអ្នកដែលតែងតាំងចាត់តាំងមនុស្សខុសគឺលំបាកខ្លួនឯងបើខ្ញុំមានសេនាធិការដែលអត់ចេះខ្ញុំនឹងហត់តែបើខ្ញុំមានសេនាធិការដែលប្រកែគាត់ចេះខ្ញុំគ្រាន់តែបកគលទូនាទីភារកិច្ចគាត់ចិត្តចែកលឿនគាត់ចែកចែងការងារលះបានល្អមានការដោះមិនចេញគាត់ប្រាប់មកខ្ញុំឬការសុំគោលការណ៍ខ្ញុំឲ្យគាត់ធ្វើខ្ញុំកាន់តែឲ្យសិទ្ធគាត់ទៀតតែបើសិនឲ្យការងារតូចគាត់ទៅមិនរួចស្អីក៏ត្រូវតែខ្ញុំហត់ដដែលអញ្ចឹងគឺពិបាកហើយការងារកាន់តែធំត្រូវមើលកាន់តែល្អិតតែបើល្អិតនេះយើងមិនចាំបាច់ផ្ទាល់ទេបើសិនយើងមានអ្នកជំនួយការយើងដែលចេះគឺការងារល្អិតឲ្យយើងទៅយល់បើសិនជាយើងមានអ្នកដែលជួយយើងមើលការងារល្អិតយើងទុកមើលការងារធំព្រោះការងារល្អិតនេះហើយធ្វើឲ្យមានការខូច